ដង្កូវនិងក្អែកកាលពីព្រេងនាយមានសត្វដង្កូវមួយកំពុងស៊ីស្លឹកឈើជាអាហាររំពេចនោះមានសត្វក្អែកមួយហើររកចំណីក៏ប្រទះនឹងដង្កូវនោះពេលនេះមានលៀបបានដង្កូវស៊ីហើយខ្លួនអាក្អែកនេះចិត្តខោខៅនឹងចិត្តអញស៊ីឲ្យលេវហើយតើអញមករកអ្វីដែរអញមកស៊ីដង្កូវឯងលុះត្រាតែអញរកប្រស្នាអញឃើញទើបស៊ីអញបានបើរកប្រស្នាអញមិនឃើញស៊ីអញមិនបានទេប្រស្នាដង្កូវឯងយ៉ាងដូចម្ដេចសួរមកចុះអញនឹងរកឲ្យឃើញ1ដូចម្ដេចដែលគេហៅថាផ្អែមជាងគេបំផុត2ដូចម្ដេចដែលគេហៅថាជូរចត់ជាងគេបំផុត3ដូចម្ដេចដែលគេហៅថាស្អុយជាងគេបំផុត4ដូចម្ដេចដែលគេហៅថាក្រអូបជាងគេបំផុតកាលបើក្អែកបានលឺដង្កូវសួរប្រស្នាទាំង4បទនេះហើយមានសេចក្តីត្រេកអរជាទីបំផុតក៏និយាយថាប្រស្នាដង្កូវទាំង4នេះអញមកជារកឃើញឥឡូវហើយនឹងបានស៊ីដង្កូវឯងមិនខានដែលគេហៅថាផ្អែមនោះគឺមានស្ករនិងឃ្មុំផ្អែមជាងអ្វីទាំងពួងដែលគេហៅថាជូរចត់នោះគឺមានម្ជូរក្រូចឆ្មាអំពិលម្ជូរសណ្ដាន់ម្ជូរក្រសាំងនិងទឹកខ្មេះដែលគេហៅថាស្អុយជាងគេនោះគឺអាចនឹងគម្រោងខ្មោចសត្វទាំងពួងដែលគេហៅថាក្រអូបជាងគេនោះគឺផ្ការំដួលផ្កាម្លិះនិងទឹកអប់ក្អែកដោះប្រស្នានេះមិនត្រូវទេបើដង្កូវឯងថាខុសសូមឲ្យដង្កូវប្រាប់ប្រស្នានេះមកអញឲ្យបានដឹងផងប្រាប់បានតែក្អែកអញកុំស៊ីអញទៅអញប្រាប់ឲ្យតែប្រាប់ចុះអញមិនស៊ីដង្កូវឯងទេដែលគេហៅថាផ្អែមនោះមិនមែនផ្អែមស្ករទឹកឃ្មុំនោះទេគឺផ្អែមពាក្យសម្ដីដែលនិយាយទៅមករកគ្នាដោយពាក្យពីរោះស្មោះត្រង់រកគ្នានេះហើយហៅថាផ្អែមជាទីបំផុតដែលគេហៅថាជូរចត់នោះមិនមែនជូរចត់អំពិលសណ្ដាន់ក្រូចឆ្មាទឹកខ្មេះនោះទេគឺពាក្យអក្សរខូខៅឥតគួរឥតសមដែលនិយាយកាន់គ្នាទៅវិញទៅមកនេះហើយហៅថាជូរចត់លើសជូរចត់អ្វីទាំងពួងដែលគេហៅថាស្អុយនោះមិនមែនស្អុយអាចឬស្អុយគម្រោងនោះទេគឺស្អុយកេតស្អុយឈ្មោះដែលប្រព្រឹត្តអាក្រក់ក្នុងលោកនេះហើយហៅថាស្អុយច្រាសខ្យល់ដែលគេហៅថាក្រអបនោះគឺមិនមែនក្រអបក្លិនផ្កាឬទឹកអបនោះទេគឺក្រអបកេតឈ្មោះដែលប្រតិបត្តិល្អនេះហើយហៅថាក្រអបជាងគ្រឿងក្រអបទាំងពួងក្អែកបានស្ដាប់ប្រស្នាទាំងនេះហើយក៏ឈប់ស៊ីដង្កូវទៅ